ព្រះនៃសេចក្តីស្រឡាញ់ជំពូកទី41វិបត្តិនៅស្រុកកាលីលេនៅពេលដែលព្រះគ្រីស្ទហាមឃាត់បណ្ដាជនមិនឲ្យប្រកាសថាទ្រង់ជាព្រះមហាក្សត្រព្រះអង្គជ្រាបថាព្រះអង្គបានឈានដល់ដំណាក់កាលផ្លាស់ប្ដូរក្នុងប្រវត្តិសាស្ត្ររបស់ទ្រង់ហើយបណ្ដាមនុស្សដែលចង់លើកដំកើងទ្រង់ដាក់លើបល្ល័ង្កនៅថ្ងៃនេះនឹងងាកចេញពីទ្រង់វិញនៅថ្ងៃស្អែកការខកចិត្តដោយព្រោះតែសេចក្តីប្រាថ្នាលើសលប់សម្រាប់តែខ្លួនឯងនោះនឹងបង្វែរសេចក្តីស្រឡាញ់ឲ្យទៅជាសេចក្តីស្អប់ខ្ពើមនិងការសរសើរឲ្យទៅជាការដាក់បណ្ដាសាវិញអ្វីត្បិតតែព្រះអង្គញៀនដឹងអំពីដំណើរនេះក្តីព្រះអង្គពុំបានចាត់វិធានការដើម្បីបង្វែរវិបត្តិនេះទេតាំងពីដើមមកទ្រង់ពុំបានប្រទាននូវក្តីសង្ឃឹមថាពួកអ្នកដើរតាមទ្រង់នឹងទទួលរង្វាន់លោកីឡើយចំពោះអ្នកដែលមកឯទ្រង់ដោយប្រាថ្នាចង់ធ្វើជាសាវកទ្រង់មានបន្ទូលដូចនេះថាកញ្ជ្រោងមានរូងវាហើយសត្វហើរលើអាកាសក៏មានសម្បុកតែកូនមនុស្សគ្មានកន្លែងណានឹងកើយទេប្រសិនបើមនុស្សលោកបានគ្រប់គ្រងពិភពលោកជាមួយព្រះគ្រីស្ទនោះបណ្ដាមនុស្សប្រកាសជាសូមថ្វាយសេចក្តីស្មោះស្ម័គ្រដល់ទ្រង់ជាមិនខានប៉ុន្តែព្រះអង្គពុំបានទទួលស្គាល់អំពើដូច្នេះទេក្នុងចំណោមពួកអ្នកដែលបានប្រស្រ័យតាក់ទងជាមួយទ្រង់មានមនុស្សជាច្រើនដែលបានតាក់ស្មារតីដោយសង្ឃឹមថានឹងទទួលនគរខាងលោកីពួកអ្នកទាំងនេះត្រូវភ្ញាក់ស្មារតីឡើងពួកគេពុំបានយល់សេចក្តីបង្រៀនខាងព្រលឹងវិញ្ញាណដ៏ជ្រៅជ្រះក្នុងការធ្វើបដិហានៃការជប់នំប៉័ងទេទ្រង់នឹងធ្វើឲ្យគេយល់ការនេះឲ្យច្បាស់ហើយការបើកសម្ដែងថ្មីនេះជាការសាកល្បងដែលនឹងសឲ្យឃើញសខ្មៅបដិហានៃការជប់នំប៉័ងត្រូវបានគេរាយការណ៍ដល់ទីជិតនិងទីឆ្ងាយបានជានៅព្រលឹងព្រៀងនៅថ្ងៃបន្ទាប់មកនោះបណ្ដាជនបានប្រមូលគ្នាមកមើលព្រះយេស៊ូវនៅឯបេតសៃដាមានមនុស្សដ៏ច្រើនខ្នាន់ខ្នាប់អញ្ជើញមកទាំងតាមដីគោកនិងសមុទ្រអ្នកដែលបានចាក់ចេញពីទ្រង់កាលពីយប់មិញក៏ត្រឡប់មកវិញដែរសង្ឃឹមថាទ្រង់គង់នៅទីនោះដដែលព្រោះមានទូកច្រើនអនេកទ្រង់ពុំអាចឆ្លងទៅត្រើយមកខាងបានទេប៉ុន្តែការស្វែងរកទ្រង់ពុំបានហុចផលប្រយោជន៍អ្វីឡើយភាគច្រើនក៏ត្រឡប់ទៅភូមិកាលពីនឹមវិញទៅរកទ្រង់នៅឯណោះក្នុងពេលជាមួយគ្នានេះព្រះអង្គបានយាងមកឯភូមិកេណាសារ៉េតបន្ទាប់ពីបាត់វត្តមានតែមួយថ្ងៃប៉ុណ្ណោះគ្រាន់តែដឹងថាទ្រង់បានចោះទូកហើយបណ្ដាជនក៏រត់ទៅគ្រប់ក្នុងស្រុកជុំវិញទាំងផ្សាយអ្នកជំងឺដេកលើពូកមកឯទ្រង់នៅកន្លែងត្រង់ណាដែលគេឮថាទ្រង់គង់នៅមួយស្រកបក់ក្រោយមកទ្រង់យាងទៅកាន់សាលាប្រជុំហើយពួកអ្នកដែលមកពីបេតសៃដាក៏បានជួបទ្រង់នៅទីនោះគេបានជ្រាបដឹងពីពួកសាវកចំពោះដំណើរដែលទ្រង់ឆ្លងកាត់សមុទ្រកំហឹងនៃព្យុះពេលវេលារាប់ម៉ោងដែលគេខំចែកបញ្ច្រាស់ខ្យល់ទ្រង់ទ្រីរបស់ព្រះគ្រីស្ទដែលយាងលើទឹកសេចក្តីស្លុតរន្ធត់ដោយឃើញរូបនោះព្រះបន្ទូលធានារ៉ាប់រងរបស់ទ្រង់ការផ្សងព្រេងរបស់ពេត្រុសនិងលទ្ធផលនឹងការគម្រាមព្យុះសង្ឃរាឲ្យស្ងប់មួយរំពេចនិងការទៅដល់ត្រើយមួយរំពេចត្រូវបានរាយរាប់ប្រាប់យ៉ាងស្វាហាប់ដល់ពួកមនុស្សដែលឈរចោមរោមស្ដាប់ប៉ុណ្ណឹងហើយនៅមិនពេញចិត្តទៀតគេក៏នាំគ្នាមកឯព្រះយេស៊ូវរួចទូលសួរទ្រង់ថាលោកគ្រូលោកមកដល់ទីនេះពីកាលណាគេសង្ឃឹមថានឹងឮការដំណាលពីបដិហាតទៅទៀតពីព្រះអស់ទ្រង់ព្រះយេស៊ូវពុំបានបំពន់ចម្ងល់របស់គេទេទ្រង់មានបន្ទូលដោយស្រពាប់ស្រពោនថាអ្នករាល់គ្នារកខ្ញុំមិនមែនដោយព្រោះបានឃើញទីសម្គាល់ទេគឺដោយព្រោះតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះគេមិនបានរកទ្រង់ដោយព្រោះមានគោលបំណងថ្លៃថ្នូរអ្វីទេតែដោយព្រោះគេបានបរិភោគនំប៉័ងឆ្អែតគេក៏សង្ឃឹមថានឹងទទួលផលប្រយោជន៍លោកីថែមទៀតដោយខំតោងស្អិតនឹងទ្រង់ព្រះអង្គសង្គ្រោះបង្គាប់គេថាកុំឲ្យខំប្រឹងឲ្យបានតែអាហារដែលតែងតែពុករលួយនោះឡើយចូលខំឲ្យបានអាហារដែលនៅស្ថិតស្ថេរដល់រាបដល់ជីវិតអស់កលជានិច្ចវិញកុំស្វែងរកតែផលប្រយោជន៍ដែលមានរូបធាតុឡើយជល់កុំឲ្យការស្វែងរកនោះទៅជាការខិតខំដល់ចម្បងដើម្បីបំពន់ជីវិតនាពេលបច្ចុប្បន្ននេះឡើយតែត្រូវស្វែងរកអាហារខាងព្រលឹងវិញ្ញាណនិងប្រាជ្ញាដែលនឹងស្ថិតស្ថេរដល់រាបដល់ជីវិតអស់កលជានិច្ចវិញមានតែព្រះរាជបុត្រារបស់ព្រះប៉ុណ្ណោះទេដែលអាចប្រទានបានព្រោះព្រះវរបិតាដ៏ជាព្រះទ្រង់បានដៅចំណាំទ្រង់ទុកមកមួយគ្រានោះពួកអ្នកស្ដាប់មានការភ្ញាក់រលឹកគេឧទានឡើងថាដែលនឹងធ្វើការរបស់ព្រះតើត្រូវធ្វើដូចម្ដេចខ្លះគេខំធ្វើការជាច្រើនដែលមានបន្ទុកធ្ងន់ដើម្បីសរសើរខ្លួនដល់ព្រះ
បានជាគេប្រុងស្ដាប់ថាតើមានសេចក្តីគោរពថ្មីណាទៀតដែលខ្លួនត្រូវធ្វើដើម្បីឲ្យបានបន់លើសនោះទៅទៀតសំណួររបស់គេមានន័យថាតើយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យយើងសមនឹងបានចូលទៅនៅនគរស្ថានសួគ៌តើយើងត្រូវបង់តម្លៃប៉ុណ្ណាដើម្បីទទួលជីវិតនៅបរលោកនេះព្រះយេស៊ូវមានបន្ទូលឆ្លើយថាឯការរបស់ព្រះគឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់មកតម្លៃនៃស្ថានសួគ៌គឺព្រះយេស៊ូវផ្លូវទៅស្ថានសួគ៌គឺតាមរយៈជំនឿដល់កូនជាមនៃព្រះដែលដោះបាបមនុស្សលោកប៉ុន្តែបណ្ដាជនពុំបានជ្រើសនឹងជឿព្រះបន្ទូលនៃសេចក្តីពិតពិសិដ្ឋនេះទេព្រះយេស៊ូវបានប្រកបកិច្ចការដែលបទទំនាយបានទាយថាព្រះមេស៊ីនឹងធ្វើតែគេពុំបានដឹងថាសេចក្តីសង្ឃឹមដ៏ប្រកបដោយអាត្មានិយមរបស់ខ្លួនបានធ្វើឲ្យគេយល់យ៉ាងណាទេចំពោះការងារទ្រង់ព្រះគ្រីស្ទបានចំអែតពួកមនុស្សដោយនំប៉័ងម្ដងមែនតែនៅចំនួនហោរាម៉ូសេសាសអ៊ីស្រាអែលបានបរិភោគនំម៉ាណាអស់40ឆ្នាំម្ល៉េះហើយបានជាគេសង្ឃឹមខ្លាំងណាស់ថាព្រះមេស៊ីនឹងប្រទានពរដ៏លើសលប់ជាងមុនទៅទៀតចិត្តមិនស្កប់របស់គេបានសួរថាហេតុអ្វីបានជាទ្រង់ពុំប្រទានសុខភាពកម្លាំងពលំនិងទ្រព្យសម្បត្តិដល់មនុស្សទាំងអស់ព្រមទាំងដោះលែងពួកខ្លួនពីពួកអ្នកជិះជាន់ហើយលើកដំកើងគេឲ្យមានអំណាចនិងកិត្តិយសទៅប្រសិនបើទ្រង់អាចធ្វើការអស្ចារ្យយ៉ាងច្រើនដូចជាគេបានឃើញនោះការដែលព្រះអង្គអះអាងថាជាទូតរបស់ព្រះតែបដិសេធមិនធ្វើជាព្រះមហាក្សត្រប្រចាំប្រទេសអ៊ីស្រាអែលជាអាចកំបាំងមួយដែលគេមិនអាចយល់ជ្រៅបានគេបានយល់ច្រឡំការបដិសេធរបស់ទ្រង់ជនជាច្រើនសន្និដ្ឋានថាព្រះអង្គពុំហ៊ានពោលអះអាងពីព្រោះព្រះអង្គផ្ទាល់មានការសង្ស័យចំពោះចរិតលក្ខណៈពិសិដ្ឋនៃបេសកកម្មរបស់ទ្រង់ម្ល៉េះហើយគេក៏បានបើកចិត្តឲ្យមានការមិនជឿហើយគ្រាប់ពូជដែលសាតាំងបានសាបព្រោះនោះក៏មានផលផ្លែតាមពូជវាក្នុងការយល់ខុសនិងការលែងជឿឥឡូវនេះគ្រូម្នាក់សួរទាំងចំអកពាក់កណ្ដាលថាបើដូច្នេះតើលោកនឹងធ្វើទីសម្គាល់ណាឲ្យយើងខ្ញុំឃើញផងដើម្បីឲ្យបានជឿដល់លោកតើលោកធ្វើការអ្វីខ្លះពួកឯយកោយើងខ្ញុំបានបរិភោគនំម៉ាណានៅទីរហោស្ថានដូចជាមានសេចក្តីចែងទុកមកថាលោកឲ្យនំប៉័ងពីស្ថានសួគ៌មកឲ្យគេបរិភោគពួកយូដាបានគោរពលោកម៉ូសេថាជាអ្នកនាំឲ្យនំម៉ាណាគឺគេបែរជាទៅសរសើរអ្នកដែលជាឧបករណ៍របស់ព្រះទៅវិញហើយមិនបានថាឃើញព្រះអង្គជាអ្នកដែលសម្រេចការងារនោះទេពួកឯយកោរបស់គេបានរអ៊ូរទាំនឹងលោកម៉ូសេព្រមទាំងសង្ស័យឲ្យបដិសេធបេសកកម្មរបស់លោកទៀតផងឥឡូវនេះពួកគេយកវិញ្ញាណដដែលមកបដិសេធព្រះអង្គដែលយកព្រះរាជសារពីព្រះមកប្រទានពួកគេផ្ទាល់ឯព្រះយេស៊ូវទ្រង់មានបន្ទូលតបថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាមិនមែនលោកម៉ូសេដែលឲ្យនំប៉័ងពីស្ថានសួគ៌នោះមកអ្នករាល់គ្នាទេអ្នកប្រទាននំប៉័ងកំពុងឈរនៅក្នុងចំណោមពួកគេគឺព្រះគ្រីស្ទហើយដែលនាំសាសហេប្រឺកាត់វាលរហោស្ថានព្រមទាំងបានចំអែតគេរាល់ថ្ងៃដោយនំប៉័ងពីស្ថានសួគ៌ម្ហូបនោះជានិមិត្តរូបនៃនំប៉័ងពិតៗពីស្ថានសួគ៌ព្រះយេស៊ូវមានបន្ទូលថាត្បិតនំប៉័ងរបស់ព្រះគឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកព្រមទាំងប្រទានឲ្យមនុស្សបានជីវិតផងអ្នកខ្លះនៅគិតថាព្រះអង្គលើកសម្ដៅទៅលើអាហារលោកីក៏ឧទានថាលោកម្ចាស់អើយសូមឲ្យនំប៉័ងនោះមកយើងខ្ញុំជានិច្ចព្រះយេស៊ូវក៏មានបន្ទូលយ៉ាងច្បាស់ថាខ្ញុំជានំប៉័ងជីវិតសេចក្តីប្រៀបធៀបដែលព្រះគ្រីស្ទប្រើជាសេចក្តីប្រៀបធៀបមួយដែលពួកយូដាសាងហើយដោយសារការបណ្ដាលពីព្រះវិញ្ញាណបរិសុទ្ធហោរាម៉ូសេមានប្រសាសន៍ថាមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់នៃព្រះយេហូវ៉ាមករីឯហោរាយេរេមៀបានចែងមកថាទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរហើយជាទីរីករាយចិត្តដល់ទូលបង្គំពួកគ្រូផ្ទាល់មានពាក្យចាស់មួយថាការបរិភោគនំប៉័ងក្នុងអត្ថន័យខាងព្រលឹងវិញ្ញាណជាការសិក្សាក្រឹតវិន័យនិងការអនុវត្តនៅអំពើល្អហើយគេច្រើននិយាយថាសាសអ៊ីស្រាអែលទាំងអស់នឹងបានឆ្អែតនៅពេលព្រះមេស៊ីយាងមកសេចក្តីបង្រៀនរបស់ពួកហោរាបានពន្យល់ច្បាស់ហើយអំពីមេរៀនដ៏ជ្រៅជ្រះខាងព្រលឹងវិញ្ញាណក្នុងបដិហារនៃការជប់នំប៉័ងព្រះគ្រីស្ទចង់បង្រៀនមេរៀននេះនៅក្នុងសាលាប្រជុំប្រសិនបើគេយល់បទគម្ពីរនោះគេប្រកាសជាយល់ព្រះបន្ទូលទ្រង់ទៅហើយនៅពេលទ្រង់មានបន្ទូលថាខ្ញុំជានំប៉័ងជីវិតទើបតែពីម្សិលមិញសោះដែលពួកមនុស្សដ៏សន្ធឹកសន្ធាប់បានបរិភោគឆ្អែតដោយសារនំប៉័ងដែលព្រះអង្គប្រទានគេបានទទួលកម្លាំងកាយ
នឹងការលំហើយពីនំប៉័ងនោះដូច្នេះគេអាចទទួលកម្លាំងខាងព្រលឹងវិញ្ញាណពីព្រះគ្រីស្ទដើម្បីឲ្យបានជីវិតអស់កលជានិច្ចទ្រង់មានបន្ទូលថាអ្នកណាដែលមកឲ្យខ្ញុំនោះនឹងមិនឃ្លានទៀតឡើយហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរទ្រង់បន្ថែមទៀតថាអ្នករាល់គ្នាបានឃើញខ្ញុំតែមិនជឿទេគេបានឃើញព្រះគ្រីស្ទដោយការធ្វើទីបន្ទាល់នៃព្រះវិញ្ញាណបរិសុទ្ធនិងដោយការបើកសម្ដែងរបស់ព្រះដល់ជីវិតគេផុសតាងដល់រស់អំពីព្រះចេស្តារបស់ទ្រង់ត្រូវបាននៅមុខគេពីមួយថ្ងៃទៅមួយថ្ងៃតែគេនៅតែទូលសូមទីសម្គាល់មួយទៀតប្រសិនបើប្រទានទីសម្គាល់នេះឲ្យគេនោះពួកគេប្រកាសជានៅតែមិនជឿដូចពីមុនដដែលបើគេមិនជឿដល់អ្វីដែលគេបានឃើញនិងបានឮទៅហើយនោះការបង្ហាញបដិហាអស្ចារ្យបន្ថែមទៀតជាអំពើឥតប្រយោជន៍ទេការមិនជឿតែងតែរកលេសដើម្បីសង្ស័យជានិច្ចហើយនឹងរកមូលហេតុដើម្បីបដិសេធផុសតាងដោយជាក់ស្ដែងទៀតផងព្រះក៏ទទូចអង្វរដល់ចិត្តរឹងទទឹងម្ដងទៀតអ្នកណាដែលមកឲ្យខ្ញុំក៏មិនដែលចោលទៅក្រៅឡើយទ្រង់មានបន្ទូលថាអស់អ្នកណាដែលទទួលទ្រង់ដោយមានជំនឿនិងមានជីវិតអស់កលជានិច្ចគ្មាននរណាម្នាក់នឹងត្រូវបាត់បង់ឡើយពុំបាច់ត្រូវការឲ្យពួកផារីស៊ីនិងពួកសារូស៊ីឆ្លោះប្រកែកគ្នាអំពីជីវិតនៅអនាគតទេមនុស្សពុំបានយំសោកក្នុងភាពអស់សង្ឃឹមសម្រាប់ជនដែលស្លាប់នោះឡើយឯបំណងព្រះハរតីនៃព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកនោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណាក្នុងគ្រប់អស់ទាំងមនុស្សដែលទ្រង់ប្រទានមកខ្ញុំនោះឡើយគឺទ្រង់ចង់ឲ្យខ្ញុំប្រោះទាំងអស់ឲ្យរស់ឡើងនៅថ្ងៃចុងបំផុតវិញប៉ុន្តែពួកមេដឹកនាំរបស់បណ្ដាជនបានប្រកាសទោសរួចគេនិយាយថាអ្នកនេះតើមិនមែនឈ្មោះយេស៊ូជាកូនយូសែបដែលយើងស្គាល់ឪពុកម្ដាយគេទៅឬអីចោទដូចម្ដេចឡើយបានជាគាត់និយាយថាគាត់ចុះពីស្ថានសួគ៌មកដូច្នេះគេខំរំជើបរំជួលឲ្យមានការប្រកាន់ដោយលើកសម្ដៅទាំងមើលងាយមើលថោកដល់ដើមកំណើតដ៏រាបសាររបស់ព្រះយេស៊ូពួកគេបាននិយាយលែបខាយទាំងស្អប់ខ្ពើមថាព្រះជន្មទ្រង់ជាអ្នកកម្មករស្រុកកាលីលេហើយថាក្រុមគ្រួសារទ្រង់ក្រីក្រនិងទុនទាបគេនិយាយថាការពោលអះអាងនៃអ្នកជាងឈើដែលខ្វះការរៀនសូត្រនេះគឺមិនគួរនឹងយកចិត្តចាប់អារម្មណ៍ទេហើយចំពោះការប្រសូតដ៏អាចកំបាំងរបស់ទ្រង់វិញគេនិយាយបញ្ឆិតបញ្ឈៀងថាទ្រង់មិនដឹងមានឪពុកម្ដាយមកពីណាគឺគេចាត់ទុកថាដំណើរដែលទ្រង់ប្រសូតមកជាមនុស្សជាស្នាមប្រឡាក់មួយលើប្រវត្តិរបស់ទ្រង់ព្រះយេស៊ូវពុំរវល់នឹងពន្យល់អាចកំបាំងនៃកំណើតរបស់ទ្រង់ទេទ្រង់ពុំបានឆ្លើយដល់ការចោទសួរទាំងប៉ុន្មានដែលស្ដីអំពីការដែលទ្រង់យាងមកពីស្ថានសួគ៌ឡើយដូចជាទ្រង់ពុំបានឆ្លើយតបដល់សំណួរអំពីការដែលទ្រង់ឆ្លងសមុទ្រដែរទ្រង់ពុំបានធ្វើឲ្យគេចាប់អារម្មណ៍លើបដិហាដោយជាក់ស្ដែងទាំងប៉ុន្មានក្នុងព្រះជន្មទ្រង់ទេទ្រង់ស្ម័គ្រព្រះទ័យធ្វើជាមនុស្សឥតគេឈ្មោះស៊ូយកទម្រង់ជាអ្នកបម្រើមួយអង្គវិញប៉ុន្តែព្រះបន្ទូលនិងកិច្ចការរបស់ទ្រង់បានបង្ហាញនៅចរិតរបស់ទ្រង់អស់អ្នកណាដែលបើកចិត្តសម្រាប់ការបំភ្លឺពីសួគ៌នឹងសម្គាល់ថាទ្រង់ជាព្រះរាជបុត្រាតែមួយដែលមកពីព្រះវរបិតាមានពេញជាព្រះគុណនិងសេចក្តីពិតជាមិនខានការប្រកាន់របស់ពួកផារីស៊ីគឺខ្លាំងជាងពាក្យសម្ដីចោទសួររបស់គេទៅទៀតវាមានឫសគល់នៅក្នុងចិត្តវិជ្ជរបស់គេគ្រប់ទាំងព្រះបន្ទូលនិងការប្រព្រឹត្តរបស់ព្រះយេស៊ូវបានរំជួលឲ្យគេមានសេចក្តីជំទាស់ព្រោះអេរយារបស់គេមិនស្របនឹងទ្រង់ឡើយគ្មានអ្នកណាអាចនឹងមកឲ្យខ្ញុំបានទេលើកតែព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកទ្រង់ទាញនាំគេប៉ុណ្ណោះហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតដែរនៅក្នុងគម្ពីរពួកហោរាមានសេចក្តីចែងទុកមកថាព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នាដូច្នេះអស់អ្នកណាដែលឮព្រះវរបិតាហើយបានរៀនពីទ្រង់នោះក៏មកឯខ្ញុំគ្មាននរណាដែលមកឯព្រះគ្រីស្ទបានទេមានតែអ្នកឆ្លើយតបទៅនឹងការតាក់ទាញនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាប៉ុណ្ណោះប៉ុន្តែព្រះទ្រង់តាក់ទាញមនុស្សទាំងអស់ឲ្យមកឯទ្រង់ហើយមានតែអ្នកដែលជំនះមិនឲ្យតាក់ទាញនោះទេដែលមិនព្រមមកឯព្រះគ្រីស្ទចំពោះព្រះបន្ទូលដែលថាព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នាគឺព្រះយេស៊ូវសម្ដៅទៅបទទំនាយរបស់ហោរាអេសាយដែលចែងថាឯកូនចៅទាំងប៉ុន្មានរបស់ឯងនឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ាហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរណ៍
ពួកយូដាយកខគម្ពីរនេះមកសម្ដែងលើខ្លួនឯងគេអួតថាព្រះជាគ្រូរបស់ខ្លួនប៉ុន្តែព្រះយេស៊ូវបានបង្ហាញថាការអះអាងនេះជាអាសាឥតការទេព្រោះទ្រង់មានបន្ទូលថាអស់អ្នកណាដែលឮព្រះវរបិតាហើយបានរៀនពីទ្រង់នោះក៏មកឯខ្ញុំមានតែតាមរយៈព្រះគ្រីស្ទទេដែលគេមានការចេះដឹងអំពីព្រះវរបិតាមនុស្សជាតិមិនអាចទ្រាំមើលសេរីរុងរឿងរបស់ទ្រង់បានឡើយអ្នកដែលបានរៀនពីព្រះបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះរាជបុត្រាទ្រង់គេនឹងស្គាល់ថាព្រះយេស៊ូវនៃភូមិណាសារ៉េតជាអ្នកដែលថ្លែងអំពីព្រះវរបិតាតាមធម្មជាតិនិងការបើកសម្ដែងប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នកណាដែលជឿដល់ខ្ញុំនោះមានជីវិតអស់កលជានិច្ចព្រះវិញ្ញាណបរិសុទ្ធប្រកាសដល់ក្រុមជំនុំទាំងឡាយតាមរយៈយូហានដ៏ស្ងួនភ្ងាដែលស្ដាប់តាមព្រះបន្ទូលទាំងនេះថានេះជាសេចក្តីបន្ទាល់នោះគឺថាព្រះទ្រង់បានប្រទានជីវិតដល់នៅអស់កលជានិច្ចមកយើងរាល់គ្នាហើយជីវិតនោះគឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ឯអ្នកណាដែលមានព្រះរាជបុត្រានោះក៏មានជីវិតដែរព្រះយេស៊ូវមានបន្ទូលថាខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតព្រះគ្រីស្ទបានក្លាយទៅជាសាច់ឈាមតែមួយជាមួយយើងដើម្បីឲ្យយើងក្លាយទៅជាវិញ្ញាណតែមួយជាមួយទ្រង់យើងនឹងចេញមកពីភ្នោវិញគឺអាស្រ័យទៅលើសហភាពនេះឯងគឺមិនមែនជាការសម្ដែងព្រះចេស្តារបស់ព្រះគ្រីស្ទទេតែដោយព្រោះព្រះជន្មរបស់ទ្រង់បានក្លាយទៅជាជីវិតរបស់យើងតាមរយៈជំនឿអ្នកដែលឃើញព្រះគ្រីស្ទតាមរយៈចរិតពិតរបស់ទ្រង់ហើយនឹងទទួលទ្រង់មកក្នុងចិត្តនោះឈ្មោះថាមានជីវិតអស់កលជានិច្ចហើយគឺតាមរយៈព្រះវិញ្ញាណទេដែលព្រះគ្រីស្ទសន្ធិដ្ឋនៅក្នុងយើងនោះហើយព្រះវិញ្ញាណរបស់ព្រះដែលទទួលមកក្នុងចិត្តដោយជំនឿគឺជាដើមចមនៃជីវិតអស់កលបណ្ដាជនបានប្រៀបព្រះគ្រីស្ទទៅនឹងនំម៉ាណាដែលជាដូនជីតាគេបរិភោគនៅទីរហោស្ថានធ្វើមើលតែការប្រទានអាហារនោះជាបដិហាមួយដែលធំជាងបដិហាដែលព្រះគ្រីស្ទបានធ្វើអញ្ចឹងតែទ្រង់បានបង្ហាញថាអំណោយទាននោះគឺស្ដួចស្ដើងទេប្រៀបទៅនឹងព្រះពរទាំងអំបាលមែនដែលព្រះអង្គយាងមកប្រទាននំម៉ាណាអាចទ្រទ្រង់បានតែជីវិតនៅនីលោកីនេះប៉ុណ្ណោះវាមិនបានបង្ការមិនឲ្យខិតទៅដល់សេចក្តីស្លាប់ឡើយក៏មិនបានផ្ដល់ជីវិតអមតៈផងដែរតែនំប៉័ងពីស្ថានសួគ៌នឹងបំពន់ព្រលឹងឲ្យមានជីវិតអស់កលជានិច្ចវិញព្រះអង្គសង្គ្រោះមានបន្ទូលថាខ្ញុំជានំប៉័ងជីវិតពួកឯកកោអ្នករកគ្នាបានបរិភោគនំម៉ាណានៅទីរហោស្ថានហើយក៏ស្លាប់អស់ទៅឯនំប៉័ងដែលខ្ញុំនិយាយនេះគឺជានំប៉័ងដែលចោះពីស្ថានសួគ៌មកដើម្បីឲ្យអ្នកណាដែលបរិភោគមិនត្រូវស្លាប់ឡើយខ្ញុំជានំប៉័ងដ៏រស់ដែលចោះពីស្ថានសួគ៌មកបើអ្នកណាបរិភោគនំប៉័ងនេះនោះនឹងរស់នៅអស់កលជានិច្ចឥឡូវនេះបន្ថែមសេចក្តីប្រៀបធៀបមួយទៀតមានតែតាមរយៈសេចក្តីសុគតប៉ុណ្ណោះទើបព្រះអង្គអាចប្រទានជីវិតដល់មនុស្សលោកបានហើយក្នុងព្រះបន្ទូលបន្ទាប់នេះព្រះអង្គចង្អុលទៅឯវង្គតរបស់ព្រះអង្គថាជាផ្លូវនៃសេចក្តីសង្គ្រោះទ្រង់មានបន្ទូលថាឯនំប៉័ងដែលខ្ញុំឲ្យគឺជារូបសាច់ខ្ញុំដែលខ្ញុំនឹងឲ្យជំនួយជីវិតមនុស្សលោកពួកយូដាហៀបតែនឹងធ្វើបុណ្យរំលងនៅឯក្រុងយេរូសាឡឹមដើម្បីរំលឹករាត្រីនៃការរំដោះរាស្ត្រអ៊ីស្រាអែលនៅពេលទេវតាពិឃាតបានវាយកំចាយក្រុមគ្រួសារនៃប្រទេសអេស៊ីបព្រះទ្រង់ប្រាថ្នាចង់ឲ្យគេមើលទៅឯកូនជៀមរបស់ព្រះតាមរយៈកូនជៀមនៃបុណ្យរំលងហើយតាមរយៈនិមិត្តរូបនោះគេនឹងទទួលទ្រង់ដែលប្រទានអង្គទ្រង់សម្រាប់ជីវិតនៃពិភពលោកប៉ុន្តែពួកយូដាបានធ្វើឲ្យនិមិត្តរូបនោះមានសារៈសំខាន់លើសអ្វីៗទាំងអស់ដោយមិនបានកត់សម្គាល់ដល់ខ្លឹមសាររបស់វាឡើយគេមិនបានយល់អំពីរូបអង្គរបស់ព្រះអង្គម្ចាស់ទេសេចក្តីពិតដដែលនោះដែលជានិមិត្តរូបនៅក្នុងពិធីប្រារព្ធបុណ្យរំលងត្រូវបានបង្រៀនក្នុងព្រះបន្ទូលរបស់ព្រះគ្រីស្ទតែគេនៅតែមិនយល់ឥឡូវពួកគ្រូឧទានឡើងទាំងកំហឹងថាធ្វើដូចម្ដេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបានគេបានយល់ព្រះបន្ទូលត្រង់តាមពាក្យចំដូចជាលោកនីកូដេមដែរនៅពេលគាត់សួរថាធ្វើដូចម្ដេចនឹងកើតឡើងបានក្នុងការដែលខ្ញុំចាស់ហើយគេបានយល់អត្ថន័យរបស់ព្រះយេស៊ូវខ្លះដែរប៉ុន្តែគេមិនព្រមសារភាពតែខ្លួនយល់ទេគេសង្ឃឹមថានឹងធ្វើឲ្យបណ្ដាជនប្រកាន់ទោសទ្រង់ដោយការមួលបង្កាច់ព្រះបន្ទូលទ្រង់ព្រះគ្រីស្ទពុំបានបន្ធូរនិមិត្តរូបដែលជាតំណាងនោះឡើយទ្រង់បន្លឺសេចក្តីពិតម្ដងទៀតក្នុងភាសាដ៏ម៉ឺងម៉ាត់ជាងមុនថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើអ្នករាល់គ្នាមិនពិសាសាច់
ហើយមិនផឹកឈាមរបស់កូនមនុស្សនោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេអ្នកណាដែលបរិភោគសាច់និងឈាមរបស់ខ្ញុំនោះមានជីវិតដល់នៅអកលជានិច្ចហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតពីព្រោះសាច់ខ្ញុំជាអាហារពិតហើយឈាមខ្ញុំជាគ្រឿងផឹកពិតប្រាកដអ្នកណាដែលបរិភោគសាច់និងឈាមរបស់ខ្ញុំនោះនៅក្នុងខ្ញុំហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរការបរិភោគសាច់និងឈាមរបស់ព្រះគ្រីស្ទគឺជាការទទួលទ្រង់ថាជាព្រះអង្គសង្គ្រោះរបស់ខ្លួនដោយជឿថាទ្រង់អត់ទោសអំពើបាបរបស់យើងហើយថាយើងបានពោពេញសពគ្រប់ដោយសារទ្រង់យើងคล้ายទៅជាអ្នករួមចំណែកនឹងនិស្ស័យរបស់ទ្រង់ដោយការមើលទៅឯសេចក្តីស្រឡាញ់ដោយការនឹកមមីដល់សេចក្តីស្រឡាញ់ជានិច្ចនិងដោយការទទួលទានសេចក្តីស្រឡាញ់ម្ហូបអាហារគឺសម្រាប់រាងកាយជាយ៉ាងណាព្រះគ្រីស្ទក៏សម្រាប់ព្រលឹងជាយ៉ាងនោះដែរម្ហូបអាហារគ្មានផលប្រយោជន៍ដល់យើងទេបើមិនបរិភោគវាឲ្យវាคล้ายទៅជាផ្នែកមួយនៃរាងកាយរបស់យើងនោះដូចគ្នាផងដែរព្រះគ្រីស្ទឥតមានតម្លៃអ្វីដល់យើងទេប្រសិនបើយើងពុំដឹងថាទ្រង់ជាព្រះអង្គសង្គ្រោះរបស់ខ្លួនការចេះដឹងបានត្រឹមតែទ្រឹស្ដីនឹងមិនបង្កើតផលល្អអ្វីដល់យើងទេយើងត្រូវយកទ្រង់មកបំពាន់ខ្លួនប្រាណយើងទទួលទ្រង់មកក្នុងចិត្តដើម្បីឲ្យព្រះជន្មទ្រង់คล้ายទៅជាជីវិតរបស់យើងត្រូវតែបានជ្រួតជ្រាបសពអន្លើដោយសេចក្តីស្រឡាញ់និងព្រះគុណទ្រង់សូម្បីតែការប្រៀបធៀបទាំងនេះក៏មិនបានបង្ហាញបុព្វសិទ្ធិនៃទំនាក់ទំនងរបស់អ្នកជឿទៅឯព្រះគ្រីស្ទដែរព្រះយេស៊ូវមានបន្ទូលថាអ្នកណាដែលបរិភោគខ្ញុំអ្នកនោះនឹងរស់ដោយសារខ្ញុំដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ទ្រង់បានចាត់ឲ្យខ្ញុំមកហើយខ្ញុំក៏រស់នៅដោយសារទ្រង់ដែរព្រះរាជបុត្រារបស់ព្រះរស់ដោយសារសេចក្តីជំនឿទៅលើព្រះវរបិតាយើងក៏ត្រូវរស់ដោយសារជំនឿទៅលើព្រះគ្រីស្ទដែរព្រះគ្រីស្ទបានចោះចូលទៅតាមបំណងព្រះハរតីរបស់ព្រះទាំងស្រុងបានជាមានតែព្រះវរបិតាតែមួយអង្គគត់ដែលលេចមកក្នុងព្រះជន្មទ្រង់អ្វីត្បិតតែព្រះអង្គត្រូវទទួលសេចក្តីល្បួងគ្រប់ចំណុចដូចជាយើងក៏ដោយក៏ទ្រង់នៅតែឈរនៅមុខពិភពលោកដោយឥតញញើតនឹងសេចក្តីអាក្រក់ដែលឡោមព័ទ្ធទ្រង់ឡើយក្នុងរបៀបនេះហើយដែលយើងត្រូវយកជ័យជំនះដូចជាព្រះគ្រីស្ទដែរតើលោកអ្នកជាអ្នកដើរតាមព្រះគ្រីស្ទឬទេបើដូច្នោះអស់ទាំងអ្វីដែលបានសរសេរអំពីជីវិតខាងព្រលឹងវិញ្ញាណគឺបានសរសេរមកសម្រាប់លោកអ្នកហើយលោកអ្នកអាចទទួលបានដោយការរួបរวมជាមួយព្រះយេស៊ូវតើសេចក្តីឧស្សាហ៍ស្វាហាប់របស់លោកអ្នកកំពុងសាបសូន្យឬតើស្នេហាទី1របស់លោកអ្នកទៅជាសោះក៏ក្រោះហើយឬចូលទទួលសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទម្ដងទៀតចុះចូលបរិភោគសាច់ហើយផឹកលោហិតទ្រង់ចុះនោះលោកអ្នកនឹងក្លាយទៅជាភាពតែមួយជាមួយព្រះវរបិតានិងជាមួយព្រះរាជបុត្រាទ្រង់ពួកយូដាក៏ខ្វះជំនឿមិនព្រមចង់យល់ឃើញអ្វីទៀតទាំងអស់លើកលែងតែនៃចំនៅក្នុងព្រះបន្ទូលព្រះអង្គសង្គ្រោះប៉ុណ្ណោះដោយសារបញ្ញត្តិសាសនាគេត្រូវបានហាមឃាត់មិនឲ្យភ្លក់ឈាមឡើយបានជាឥឡូវនេះគេយល់ថាភាសារបស់ព្រះគ្រីស្ទជាពាក្យសម្ដីប្រមាថមើលងាយមួយដល់ម្លេះបានជាគេប្រកែកគ្នាមនុស្សជាច្រើនរួមទាំងពួកសាវកផងមានប្រសាសន៍ថាពាក្យនេះពិបាកស្ដាប់ណាស់តើអ្នកណាយល់បានព្រះអង្គសង្គ្រោះឆ្លើយតបទៅពួកគេថាតើសេចក្តីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអីចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯស្ថានសួគ៌ដែលលោកនៅពីដើមនោះតើនឹងគិតដូចម្ដេចទៅគឺជាវិញ្ញាណដែលនាំឲ្យមានជីវិតរូបសាច់គ្មានប្រយោជន៍អ្វីទេឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នានោះត្រូវខាងវិញ្ញាណនិងជីវិតវិញព្រះជន្មរបស់ព្រះគ្រីស្ទដែលផ្ដល់ជីវិតដល់ពិភពលោកគឺស្ថិតនៅក្នុងព្រះបន្ទូលទ្រង់ព្រះយេស៊ូវបានព្យាបាលជំងឺរោគាហើយនឹងដេញអារក្សដោយសារព្រះបន្ទូលទ្រង់ទ្រង់គំរាមសមុទ្រនិងប្រោះអ្នកស្លាប់ឲ្យរស់ដោយសារព្រះបន្ទូលទ្រង់ហើយបណ្ដាជនបានថ្លែងពីទីបន្ទាល់ថាព្រះបន្ទូលទ្រង់ប្រកបដោយអំណាចទ្រង់បានមានបន្ទូលនៅព្រះបន្ទូលរបស់ព្រះដូចជាទ្រង់បានមានបន្ទូលតាមរយៈពួកហោរានិងពួកគ្រូទាំងអស់នៅក្នុងគម្ពីរសញ្ញាចាស់ដែរគម្ពីរទាំងមូលជាការសម្ដែងអំពីព្រះគ្រីស្ទបានជាទ្រង់ប្រាថ្នាចង់តម្កល់ជំនឿរបស់អ្នកដើរតាមទ្រង់លើព្រះបន្ទូលឲ្យបានជាប់ពេលណាវត្តមានដែលមើលឃើញរបស់ទ្រង់នឹងត្រូវបានដកចេញទៅនោះព្រះបន្ទូលនឹងបានជាប្រភពនៃអំណាចរបស់គេពួកគេត្រូវរស់នៅដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះមកដូចជាព្រះបរមគ្រូរបស់ខ្លួនដែរជីវិតខាងរូបកាយរបស់យើងត្រូវបានទ្រទ្រង់ដោយមហូបជាយ៉ាងណាជីវិតខាងព្រលឹងវិញ្ញាណរបស់យើងក៏ត្រូវបានទ្រទ្រង់ដោយព្រះបន្ទូលរបស់ព្រះជាយ៉ាងនោះដែរជនរាល់រូបត្រូវទទួលជីវិតពីព្រះបន្ទូលរបស់ព្រះសម្រាប់ខ្លួនឯង
ដូចជាយើងបរិភោគដើម្បីឲ្យលូតលាស់ជាយ៉ាងណានោះយើងក៏ត្រូវទទួលព្រះបន្ទូលសម្រាប់ខ្លួនយើងជាយ៉ាងនោះដែរយើងមិនត្រូវទទួលព្រះបន្ទូលតាមរយៈគំនិតរបស់អ្នកដទៃឡើយយើងត្រូវសិក្សាព្រះគម្ពីរយ៉ាងប្រយ័ត្នទាំងទូលសូមព្រះនៅជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធដើម្បីឲ្យយើងបានយល់ព្រះបន្ទូលទ្រង់យើងត្រូវយកមួយខរួចសេចក្ដីគិតរកយល់ព្រះតម្រេះរបស់ព្រះដែលបានសរសេរខនោះមកឲ្យយើងត្រូវសេចក្ដីគិតរហូតដល់ខនោះคล้ายទៅជាគំនិតរបស់យើងហើយរហូតដល់យើងដឹងសេចក្ដីដែលព្រះយេស៊ូវទ្រង់មានបន្ទូលនៅក្នុងសេចក្ដីសន្យានិងការព្រមានរបស់ទ្រង់ព្រះយេស៊ូវមានន័យសម្ដៅមកខ្ញុំព្រះទ្រង់ស្រឡាញ់មនុស្សលោកបានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់ដើម្បីកុំឲ្យខ្ញុំវិនាសបាត់បង់ឡើយតែដោយការជឿដល់ទ្រង់ខ្ញុំនឹងមានជីវិតអស់កលជានិច្ចវិញបទពិសោធន៍ដែលតាក់ទងទៅនឹងព្រះបន្ទូលរបស់ព្រះនឹងត្រូវបានជាបទពិសោធន៍របស់ខ្ញុំសេចក្តីអធិស្ឋាននិងសេចក្តីសន្យាសិក្ខាបទនិងសេចក្តីព្រមានជារបស់ផងខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទប៉ុន្តែខ្ញុំរស់នៅមិនមែនជាខ្ញុំទៀតគឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះនោះគឺរស់ដោយសារសេចក្តីជំនឿជឿដល់ព្រះរាជបុត្រដែលទ្រង់ស្រឡាញ់ខ្ញុំក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយការដែលមានជំនឿដូចនេះហើយខំធ្វើឲ្យបានដោយគោលការណ៍នៃសេចក្តីពិតនឹងធ្វើឲ្យគេខ្លាយទៅជាតួអង្គមួយផ្នែកនិងជាអំណាចដែលញ៉ាំងជីវិតព្រះបន្ទូលរបស់ព្រះដែលបានទទួលនៅក្នុងចិត្តនិងសូន្យគំនិតនិងចរិតទៀតផងយើងនឹងបានរឹងមាំឡើងដោយសារការមើលទៅឯព្រះយេស៊ូវជាប់ជានិច្ចដោយភ្នែកនៃជំនឿព្រះនឹងធ្វើការបង្ហាញយ៉ាងវិសេសវិសាលបំផុតដល់រាជទ្រង់ដែលស្រេកឃ្លានគេនឹងឃើញថាព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ខ្លួននៅពេលគេបរិភោគព្រះបន្ទូលទ្រង់គេនឹងឃើញថាវាជាវិញ្ញាណនិងជាជីវិតព្រះបន្ទូលនឹងបំផ្លាញនិស្ស័យធម្មជាតិនិងនិស្ស័យលោកីរួចប្រទានជីវិតថ្មីក្នុងព្រះយេស៊ូវគ្រីស្ទព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកឯបុគ្គលនោះក្នុងនាមជាអ្នកជំនួយមួយអង្គរូបភាពរបស់ព្រះនឹងត្រូវបង្កើតឡើងនៅក្នុងសាវកដោយសារគុណសម្បត្តិបំផ្លាស់បំប្រែនៃព្រះគុណទ្រង់គេនឹងក្លាយទៅជាមនុស្សថ្មីម្នាក់សេចក្តីស្រឡាញ់និងជំនួសសម្អប់ហើយចិត្តនឹងបានដូចជាព្រះនេះហើយជាអត្ថន័យចំពោះការរស់នៅដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញមកពីព្រះអស់របស់ព្រះនេះជាការបរិភោគនំប៉័ងដែលចុះមកពីស្ថានសួគ៌ព្រះគ្រីស្ទបានបន្លឺឡើងនៅសេចក្តីពិតដ៏បរិសុទ្ធហើយដល់នៅអស់កលជានិច្ចស្ដីអំពីទំនាក់ទំនងរវាងព្រះអង្គទ្រង់ផ្ទាល់និងអ្នកដើរតាមទ្រង់ជ្រាបដឹងអំពីចរិតរបស់អ្នកដែលអះអាងថាជាសាវកទ្រង់ហើយព្រះបន្ទូលទ្រង់បានសាកល្បងដល់ជំនឿរបស់គេទ្រង់ថ្លែងថាគេត្រូវជឿហើយប្រព្រឹត្តតាមសេចក្តីបង្រៀនរបស់ទ្រង់អស់អ្នកដែលបានទទួលទ្រង់ប្រកាសជានឹងរួមចំណែកនឹងនិស្ស័យរបស់ទ្រង់ហើយនឹងសម្របទៅតាមចរិតលក្ខណៈរបស់ទ្រង់ការនេះមានន័យថាត្រូវលះបង់សេចក្តីលោភលន់ដែលខ្លួនអោបក្រសោបគឺត្រូវការចោះចូលទាំងស្រុងទៅឯព្រះយេស៊ូវពួកគេត្រូវបានហៅឲ្យលះបង់ខ្លួនឲ្យស្លូតបូតហើយឲ្យមានចិត្តរាបសារប្រសិនបើគេត្រូវរួមចំណែកក្នុងអំណោយទាននៃជីវិតនិងសេចក្តីរុងរឿងនៃស្ថានសួគ៌គេត្រូវដើរតាមផ្លូវចង្អៀតដែលព្រះយេស៊ូវនៃកាល់វ៉ារីបានយាងកាត់ការសាកល្បងនោះគឺធំពេកសេចក្តីសាទររបស់អ្នកដែលរកចាប់ទ្រង់ដោយកម្លាំងដើម្បីយកធ្វើជាព្រះមហាក្សត្រក៏បានត្រជាក់វិញទៅគេបានថ្លែងថាការអធិប្បាយនៅក្នុងសាលាប្រជុំបានបើកភ្នែករបស់គេឥឡូវនេះគេបានរួចពីការបោកបញ្ឆោតហើយនៅក្នុងគំនិតគេព្រះបន្ទូលទ្រង់ជាការថ្លែងដ៏ចំមួយថាព្រះអង្គជាព្រះមេស៊ីហើយថាគ្មានរង្វាន់លោកីណាដែលគេនឹងត្រូវបានទទួលពីការតាក់ទងជាមួយទ្រង់ឡើយគេបានទទួលស្វាគមន៍អំណាចធ្វើបដិហាររបស់ទ្រង់គេចង់បានជាសះស្បើយពីជំងឺនិងរួចពីទុក្ខវេទនាណាស់ប៉ុន្តែគេមិនព្រមរួមគំនិតជាមួយព្រះជន្មលះបង់ខ្លួនរបស់ទ្រង់សោះគេមិនខ្វល់ចំពោះនគរដ៏អាថ៌កំបាំងខាងព្រលឹងវិញ្ញាណដែលទ្រង់មានបន្ទូលទេពួកមិនស្មោះត្រង់ពួកអាត្មានិយមដែលមករកទ្រង់លែងប្រាថ្នាចង់បានទ្រង់ទៀតហើយប្រសិនបើទ្រង់ពុំបូជាព្រះចេស្តានិងឥទ្ធិពលដើម្បីរំដោះគេពីពួករ៉ូមទេនោះគេមិនរវល់នឹងទ្រង់ឡើយ
ព្រះយេស៊ូវមានបន្ទូលប្រាប់គេយ៉ាងច្បាស់ថាមានអ្នករាល់គ្នាខ្លះមិនជឿទេហើយក៏បន្ថែមទៀតថាហេតុនោះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាគ្មានអ្នកណាអាចនឹងមកឲ្យខ្ញុំបានទេលើកតែព្រះវរបិតាទ្រង់ប្រោះប្រទានឲ្យប៉ុណ្ណោះទ្រង់សពព្រះទ័យចង់ឲ្យគេយល់ថាដែលគេមិនបានតាក់ទាញមកឯទ្រង់នោះគឺដោយព្រោះតែចិត្តរបស់គេមិនបានបើកឲ្យព្រះវិញ្ញាណបរិសុទ្ធមនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេពីព្រោះជាសេចក្តីល្ងងល្ងើដល់គេក៏រកមិនស្គាល់បានដែរត្បិតត្រង់ឯសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណវិញមនុស្សមើលសេរីល្អរបស់ព្រះយេស៊ូវដោយសារជំនឿសេរីល្អនេះត្រូវបានលាក់ទុករហូតដល់ជំនឿត្រូវបានឆាបឆេះឡើងនៅក្នុងជីវិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធដោយសារការបន្ទោសជាសាធារណៈចំពោះការខ្វះជំនឿរបស់គេពួកសិស្សទាំងនេះរឹតតែផ្ដាច់ខ្លួនពីព្រះយេស៊ូវថែមទៀតគេមានការទើសចិត្តជាខ្លាំងហើយប្រាថ្នាចង់ធ្វើឲ្យព្រះអង្គសង្គ្រោះរបួសទៀតផងដើម្បីបំពេញសេចក្តីព្យាបាទរបស់ពួកផារីស៊ីគេបានបាយខ្នងដាក់ទ្រង់រួចចាក់ចេញពីទ្រង់ទាំងមើលងាយគេបានធ្វើការជ្រើសរើសរួចហើយគឺបានយកទម្រង់ដោយគ្មានវិញ្ញាណយកអង្កាមដោយគ្មានអង្ករការសម្រេចចិត្តរបស់គេមិនបានប្រែប្រួលវិញឡើយនៅពេលក្រោយមកពីព្រោះគេមិនបានដើរជាមួយព្រះយេស៊ូវទៀតទេទ្រង់កាន់ចង្អេរនៅព្រះហស្ថទ្រង់នឹងបោះរំលេងទីលានទ្រង់ហើយនឹងប្រមូលស្រូវទ្រង់មកដាក់ក្នុងជង្រុកនេះជាគ្រាមួយនៃការបោះសម្អាតអង្កាមនឹងបានញែកចេញពីអង្ករដោយសារព្រះបន្ទូលនៃសេចក្តីពិតពួកគេជាច្រើនបានងាកចេញពីព្រះយេស៊ូវដោយព្រោះតែគេក្រអឺតពេកនិងគិតថាខ្លួនសុចរិតពេកបានជាមិនទទួលសេចក្តីបន្ទោសហើយគេក៏ស្រឡាញ់លោកីណាស់ដែរបានជាមិនទទួលជីវិតនៃការដាក់ខ្លួនមនុស្សជាច្រើនកំពុងតែប្រព្រឹត្តអំពើដដែលនេះមនុស្សត្រូវបានសាកល្បងនៅសពថ្ងៃនេះដូចជាបានសាកល្បងដល់ពួកសាវកនៅក្នុងសាលាប្រជុំនាភូមិការពិនិត្យដែរកាលណាចិត្តបានយល់សេចក្តីពិតគេនឹងឃើញថាជីវិតរបស់ខ្លួនមិនសមស្របជាមួយព្រះハរតីរបស់ព្រះទេគេនឹងឃើញថាខ្លួនត្រូវការផ្លាស់ប្ដូរទាំងស្រុងតែគេមិនព្រមចាប់អនុវត្តការលះបង់ខ្លួនឡើយហេតុដូច្នេះហើយបានជាគេខឹងក្រោធនៅពេលមានគេរកឃើញអំពើបាបទាំងប៉ុន្មានរបស់ខ្លួនគេចាក់ចេញទៅទាំងមានចិត្តប្រកាន់ដូចជាពួកសាវកទាំងឡាយដែលចាក់ចេញពីព្រះយេស៊ូវទាំងរអ៊ូរទាំថាពាក្យនេះពិបាកស្ដាប់ណាស់តើអ្នកណាយល់បានការសរសើរនិងការបញ្ជោប្រកាសជានឹងធ្វើឲ្យត្រចៀកគេគប់ចិត្តកត់ឡងមកប៉ុន្តែគេមិនស្វាគមន៍សេចក្តីពិតទេគេស្ដាប់មិនឮឡើយនៅពេលពួកមនុស្សដើរតាមហើយបណ្ដាមនុស្សកកកុញត្រូវបានចំអែតក៏មានឮសម្រែកជ័យខុសស្រែកឡើងយ៉ាងខ្លាំងក្នុងពាក្យសរសើរប៉ុន្តែនៅពេលព្រះវិញ្ញាណរបស់ព្រះឆ្លុះបង្ហាញអំពើបាបរបស់គេព្រមទាំងបង្គាប់គេឲ្យលះបង់ចោលផងនោះគេបែរជាងាកខ្នងដាក់សេចក្តីពិតរួចមិនដើរជាមួយព្រះយេស៊ូវទៀតឡើយនៅពេលដែលពួកសិស្សមិនស្មោះទាំងនោះងាកចេញពីព្រះគ្រីស្ទវិញ្ញាណប្លែកមួយបានគ្រប់គ្រងលើគេគ្មានឃើញអ្វីគួរឲ្យចាប់ចិត្តសោះថ្វីបើព្រះអង្គជាជនដ៏គួរឲ្យចាប់អារម្មណ៍ពីមុនក៏ដោយគេបានទៅរកសត្រូវរបស់ទ្រង់ព្រោះគេស្របនឹងព្រះវិញ្ញាណនិងការងាររបស់ខ្លួនគេបានមូលបង្កាច់ព្រះបន្ទូលទ្រង់បង្ខំសេចក្តីថ្លែងរបស់ទ្រង់និងវាយប្រហារគោលបំណងរបស់ទ្រង់គេបានគាំទ្រដំណើរការរបស់ខ្លួនដោយការប្រម៉ែប្រមូលគ្រប់ទាំងសេចក្តីណាដែលអាចងាកមកជំទាស់នឹងទ្រង់ហើយកំហឹងក៏បានរំជួលឡើងដោយសារសេចក្តីរាយការណ៍คล้ายៗទាំងនេះថាព្រះជន្មទ្រង់ស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដំណឹងបានឮសរសើរយ៉ាងឆាប់រហ័សថាព្រះយេស៊ូវនៃភូមិណាសារ៉េតថ្លែងដោយព្រះអង្គទ្រង់ផ្ទាល់ថាទ្រង់ពុំមែនជាព្រះមេស៊ីទេម្ល៉េះហើយនៅស្រុកកាលីលេចរន្តនៃអារម្មណ៍ប្រជាជនត្រូវបានប្រែក្រឡាស់ទាស់នឹងទ្រង់វិញដូចជានៅស្រុកយូដាកាលពីឆ្នាំទៅមិញដែរវល់ហើយអ៊ីស្រាអែលគេបានបដិសេធព្រះអង្គសង្គ្រោះរបស់ខ្លួនដោយព្រោះតែខ្លួនទន្ទឹងចង់បានអ្នកចម្បាំងមួយអង្គដែលនឹងប្រទានអំណាចលោកីដល់ខ្លួនគេចង់បានសាច់ដែលវិនិច្ឆ័យសាបសូន្យហើយមិនចង់បានអ្វីដែលផ្ដល់ជីវិតអស់កលជានិច្ចឡើយព្រះយេស៊ូវមានព្រះទ័យក្តុកក្តួលជាខ្លាំងកាលបានឃើញអ្នកដែលធ្លាប់ធ្វើជាសិស្សទ្រង់ចាក់ចេញពីទ្រង់ដែលជាជីវិតនិងជាពន្លឺរបស់មនុស្សលោកការដែលដឹងថាគេមិនអរគុណចំពោះសេចក្តីអាណិតមេត្តារបស់ទ្រង់គេមិនសងគុណចំពោះសេចក្តីស្រឡាញ់
គេមើលងាយមើលថោកសេចក្តីមេត្តាករុណារបស់ទ្រង់គេបានបដិសេធសេចក្តីសង្គ្រោះរបស់ទ្រង់បានធ្វើឲ្យព្រះអង្គពោពេញទៅដោយភាពសោកសង្រេងដែលរកថ្លៃមិនបានឡើយគឺដោយសារការទាំងនេះហើយដែលបានធ្វើឲ្យទ្រង់ក្លាយជាមនុស្សនៃសោកសង្រេងនិងជាមនុស្សដែលស៊ាំនឹងទុក្ខព្រួយព្រះយេស៊ូវពុំទៅរំខានអ្នកដែលចាកចេញពីទ្រង់ទេតែបានបែរមកសាវកទាំង12នាក់រួចមានបន្ទូលថាអ្នករាល់គ្នាចង់ថយទៅដែរឬពេត្រុសឆ្លើយតបដោយសួរថាព្រះអង្គម្ចាស់អើយតើយើងខ្ញុំនឹងទៅឯណាវិញគឺទ្រង់ហើយដែលមានព្រះបន្ទូលនៃជីវិតនៅអកលជានិច្ចគាត់បន្ថែមទៀតថាយើងខ្ញុំក៏បានជឿហើយដឹងថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិតតើយើងខ្ញុំនឹងទៅឯណាវិញពួកគ្រូនៃប្រទេសអ៊ីស្រាអែលជាខ្ញុំបម្រើនៃទម្រង់ការនិយមពួកផារីស៊ីនិងពួកសាឌូស៊ីប្រជែងគ្នាឥតឈប់ឈរបើចាក់ចេញពីព្រះយេស៊ូវនោះមានតែទៅជំពប់លើពួកប្រជែងយកសាសពិធីនិងមនុស្សលោភលន់ដែលរកតែសេចក្តីរុងរឿងសម្រាប់តែខ្លួនឯងប៉ុណ្ណោះពួកសាវកមានសន្តិភាពនិងអំណរជាងពេលណាទៀតទាំងអស់តាំងពីគេបានទទួលព្រះគ្រីស្ទមកតើឲ្យគេទៅឯពួកដែលមើលងាយហើយបៀតបៀនដល់មិត្តនៃអ្នកមានបាបដូចម្តេចកើតគេបានទន្ទឹងចាំព្រះមេស៊ីជាយូរមកហើយឥឡូវនេះព្រះអង្គយាងមកហើយបានជាគេមិនអាចងាកចេញពីវត្តមានទ្រង់ទៅឯពួកដែលរកប្រហារជីវិតទ្រង់ព្រមទាំងបៀតបៀនគេដោយព្រោះតែគេបានក្លាយទៅជាអ្នកដើរតាមទ្រង់ឡើយតើយើងខ្ញុំនឹងទៅឯណាវិញគឺមិនមែនចេញពីសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទដែលជាមេរៀននៃសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារួចទៅឯភាពងងឹតនៃការមិនជឿដែលជាភាពទុច្ចរិតនៃលោកីនោះឡើយអ្វីត្បិតតែមនុស្សជាច្រើនដែលបានឃើញការអស្ចារ្យរបស់ព្រះអង្គសង្គ្រោះបំភ្លេចទ្រង់ក្តីពេត្រុសបានបង្ហាញជំនឿនៃពួកសាវកវិញថាទ្រង់ជាព្រះគ្រីស្ទការនឹកគិតដល់ការបាត់បង់យុទ្ធការនៃជីវិតរបស់ខ្លួនបានធ្វើឲ្យគេពោពេញដោយការភ័យខ្លាចនិងការឈឺចាប់ការដែលគ្មានព្រះអង្គសង្គ្រោះនោះមានតែអណ្ដែតនៅលើសមុទ្រដែលកំពុងមានព្យុះខ្មៅងងឹតតែប៉ុណ្ណោះព្រះបន្ទូលនៃការប្រព្រឹត្តជាច្រើនរបស់ព្រះយេស៊ូវហាក់ដូចជាមានការអាត់កំបាំងដល់គំនិតដែលមានកំណត់តែគ្រប់ទាំងព្រះបន្ទូលនិងការប្រព្រឹត្តនោះមានគោលបំណងច្បាស់លាស់សម្រាប់ការប្រោះលោះយើងព្រះបន្ទូលនិងការប្រព្រឹត្តនីមួយៗត្រូវបានទូទាត់ដើម្បីបង្កើតផលប្រសិនបើយើងអាចយល់ពីគោលបំណងទ្រង់បាននោះអ្វីៗទាំងអស់នឹងមើលទៅឃើញថាសំខាន់ពេញលេញហើយសមស្របជាមួយបេសកកម្មរបស់ទ្រង់ទៀតផងអ្វីត្បិតតែឥឡូវនេះយើងមិនអាចយល់កិច្ចការនិងផ្លូវរបស់ព្រះក៏ដោយក៏យើងអាចឆ្វេងយល់សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ដែលស្ថិតនៅក្រោមអស់ទាំងការប្រស្រ័យទាក់ទងជាមួយមនុស្សដែរអ្នកដែលរស់នៅជិតព្រះយេស៊ូវនឹងយល់បានច្រើននៅអាថ៌កំបាំងនៃភាពជាព្រះគេនឹងស្គាល់សេចក្តីមេត្តាករុណាដែលប្រទាននូវសេចក្តីបន្ទោសដែលសាកល្បងអត្តចរិតហើយនឹងនាំឲ្យគោលបំណងនៃចិត្តមានពន្លឺឡើងនៅពេលព្រះយេស៊ូវសម្ដែងសេចក្តីពិតសម្រាប់សាកល្បងដែលបានបណ្ដោយឲ្យសាវកទ្រង់ជាច្រើនថយចេញវិញនោះទ្រង់ញៀនដឹងថាលទ្ធផលនៃព្រះបន្ទូលរបស់ទ្រង់ជាអ្វីហើយតែទ្រង់មានគោលបំណងនៃសេចក្តីមេត្តាករុណាមួយដើម្បីសម្រេចទ្រង់ទតឃើញជាមុនថានៅគ្រាលបួងលបងសាវកដ៏ជាទីស្រឡាញ់រាល់រូបនឹងត្រូវបានសាកល្បងយ៉ាងតឹងរ៉ឹងបំផុតការឈឺចុកចាប់របស់ទ្រង់នៅសួនកេតសេម៉ានីការក្បត់និងការឆ្កាងទ្រង់នឹងបានជាគ្រាដ៏លំបាកវេទនាបំផុតដល់ពួកគេប្រសិនបើមិនបានប្រទាននៅការសាកល្បងពីមុនទេនោះមនុស្សជាច្រើនដែលប្រព្រឹត្តទៅដោយមានបំណងអាត្មានិយមនោះប្រកាសជានឹងនៅជំពាក់តាក់ទិនជាមួយពួកសាវកជាមិនខាននៅពេលដែលព្រះអង្គម្ចាស់របស់គេត្រូវបានទទួលការកាត់ទោសនៅក្នុងសាលាកាត់ក្តីនៅពេលពួកមនុស្សដែលអបអរសាទរចង់លើកទ្រង់ធ្វើជាស្ដេចបានបន្លឺសូរស័ព្ទមើលងាយដាក់ទ្រង់និងជេរប្រមាថទ្រង់នៅពេលក្រុមមនុស្សស្រែកហូរកញ្ជ្រៀវថាឆ្កាងវាទៅពោលគឺនៅពេលគេខកចិត្តចំពោះសេចក្តីលោភលន់ខាងលោកីនោះពួករកប្រយោជន៍ផ្ទាល់ខ្លួនទាំងនេះដែលលែងស្មោះស្ម័គ្រដល់ព្រះយេស៊ូវហើយនោះនឹងធ្វើឲ្យពួកសាវកមានសេចក្តីសោកសង្រេងដល់ល្វីងជូរចត់ហើយជាបន្ទុកដ៏ធ្ងន់ដល់ចិត្តបន្ថែមលើទុក្ខព្រួយនិងការខកចិត្តចំពោះការវិនិច្ឆ័យសាបសូន្យនៃសេចក្តីសង្ឃឹមនិងជាទីពេញចិត្តរបស់គេនៅគ្រាងងឹតនោះអ្នកដែលងាកចេញពីទ្រង់ប្រហែលជានឹងធ្វើឲ្យអ្នកដទៃងាកចេញតាមខ្លួនដែរប៉ុន្តែព្រះយេស៊ូវបាននាំឲ្យមានវិបត្តិនេះ
ដើម្បីឲ្យទ្រង់អាចពង្រឹងជំនឿរបស់អ្នកដើរតាមស្មោះស្ម័គ្ររបស់ទ្រង់ក្នុងការដែលព្រះអង្គនៅគង់ជាមួយគេនៅឡើយព្រះអង្គប្រោះលោះដ៏ប្រកបដោយសេចក្តីអាណិតមេត្តាដែលទ្រង់ញៀនដឹងច្បាស់ណាស់អំពីមរណភាពដែលកំពុងរងចាំទ្រង់បានពង្រៀបផ្លូវដោយស្រទន់បំផុតសម្រាប់បណ្ដាសាវករៀបចំគេសម្រាប់គ្រាលំបាកវេទនាដ៏កំពូលនិងពង្រឹងគេសម្រាប់ការសាកល្បងចុងក្រោយចា៎អស់លោកអ្នកស្ដាប់ជាទីមេត្រីបើលោកអ្នកមានបំណងចង់សិក្សាព្រះគម្ពីរបន្ថែមសូមតាក់ទងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ010 229 700ឬ011 229 700ឬក៏តាមប្រព័ន្ធ Telegram ដែលមានឈ្មោះថា AWR Cambodia ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រជារៀងរាល់ម៉ោងធ្វើការសូមអរគុណ